បាទនេះគឺជាលំហាត់បង្គំ resistance ដែលគេឲ្យយើងកំណត់តម្លៃចរន្តមិនស្គាល់ក្នុងរូបខាងក្រោមបាទដែលទិសដៅចរន្តគេបានកំណត់ដូចនៅក្នុងរូបមាន E1 E2 និង E3 ដែលចូលមកក្នុងថ្នាំង E បាទហើយនឹងមាន resistance 4 អូម 6 អូមនិង2អូមគុំបាទដូចរូបនេះហើយនឹងចេនីតាដែលមានតង់ស្យុង14 វ៉ុលនិង10 វ៉ុលបាទហើយថ្នាំងគេដាក់ឈ្មោះឲ្យស្រាប់គឺថ្នាំង A ថ្នាំង B ថ្នាំង C ថ្នាំង D ថ្នាំង E និងថ្នាំង F បាទអញ្ចឹងដើម្បីងាយស្រួលក្នុងការដោះស្រាយលំហាត់ប្រភេទនេះគឺយើងអាចអនុវត្តទៅលើច្បាប់គីឆោបាទដែលច្បាប់គីឆោគឺបានចែងទៅលើចរន្តនិងតង់ស្យុងបាទច្បាប់គីឆោចែងចំពោះចរន្តគឺផលបូកចរន្តចូលថ្នាំងស្មើនឹងផលបូកចរន្តចេញពីថ្នាំងបាទមានន័យថា E1 បូកនឹង E2 ស្មើនឹង E3 បាទហើយមួយទៀតច្បាប់គីឆោដែលចែងចំពោះតង់ស្យុងគឺផលបូកតង់ស្យុងក្នុងមួយលូបមួយជុំដែលបិទជិតបាទគឺស្មើ0បាទអញ្ចឹងតែយើងត្រូវធ្វើតាមរបៀបណាខ្លះបាទសូមតាមដានទស្សនាទាំងអស់គ្នាបាទអញ្ចឹងទី1គឺខ្ញុំអនុវត្តទៅលើច្បាប់គីឆោគឺខ្ញុំសរសេរជាការ CL បាទច្បាប់គីឆោបាទច្បាប់គីឆោត្រង់ថ្នាំង E កន្លែងនេះបាទគឺមានចរន្តចូលថ្នាំងនោះ E1 បូកនឹង E2 ស្មើចរន្តចេញពីថ្នាំងនោះគឺ E3 បាទខ្ញុំដាក់ជាសមីការទី1បាទហើយមួយទៀតគឺខ្ញុំអនុវត្តទៅលើច្បាប់គីឆោចំពោះតង់ស្យុងគឺការ VL បាទត្រង់ចំពោះលុបទី1បាទលុបទី1បាទគឺខ្ញុំយកលុបខាងលើនេះបាទទិសដៅតង់ស្យុងខ្ញុំយកតាមបែបនេះមកតាមសញ្ញាព្រួយដែលខ្ញុំគូនេះបាទយើងអាចយកច្រាស់ពីនោះក៏បានដែរអញ្ចឹងខ្ញុំតាមដោយ L1 បាទគឺលុបទី1នេះអញ្ចឹងច្បាប់គីឆោចំពោះតង់ស្យុងដែលបិទចិត្តបាទស៊ីខ្វីបិទចិត្តផលបូកតង់ស្យុងនេះស្មើ0អញ្ចឹងនៅក្នុងនេះមានតង់ស្យុង14 វ៉ុលពីបូកទៅដកអញ្ចឹងវិជ្ជមាន14 វ៉ុលបាទនេះតង់ស្យុងនេះ14 វ៉ុលហ្នឹងគឺវិជ្ជមានហើយមកប៉ះជាមួយនឹងតង់ស្យុងរបស់ resistance 6 អូម resistance 6 អូមនេះគូរបស់វាខាងនេះគឺជាគូដកនេះចេញពីខាងដកនេះមកអញ្ចឹងខាងហ្នឹងគឺដកហើយអញ្ចឹងវាចេញទៅជាដកបាទតង់ស្យុងរបស់វាគឺ V ស្មើ RE អញ្ចឹងមានន័យថាតង់ស្យុងរបស់វាហ្នឹងគឺ6 អូមគុណនឹង E របស់វាគឺ E1 អញ្ចឹងគឺដក6 E1 បាទហើយមកប៉ះជាមួយនឹងតង់ស្យុងនេះតង់ស្យុងនេះគឺ10 វ៉ុលពីបូកមកដកអញ្ចឹងបូក10បាទហើយមកប៉ះជាមួយនឹងតង់ស្យុងរបស់ resistance 4 អូមនេះបាទតង់ស្យុង4 អូមនេះគឺគោលវាខាងនេះគឺគោលដកបាទព្រោះយើងគិតសញ្ញារបស់វាពីចេនីតា14 វ៉ុលនេះមកអញ្ចឹងខាងនេះគឺគោលដកហើយ E របស់វាគឺ E2 ចរន្តដែលចេញមកហ្នឹងគឺជា E2 បាទអញ្ចឹងគឺដក 4E2 បាទអញ្ចឹងផលបូកតង់ស្យុងក្នុងមួយជុំមួយលុបហ្នឹងមួយជុំបិទចិត្តហ្នឹងគឺស្មើ0បាទយើងដាក់វាស្មើ0មកបាទអញ្ចឹងអានេះបាទបូកចូលគ្នាមក14បូក10នេះបាន24បាទនេះដក 6E1 ដក 4E2 ស្មើ0ឥឡូវខ្ញុំសម្រួលនឹងដក2អញ្ចឹង6ចែកដក2នៅសល់3បាទអញ្ចឹងខ្ញុំសម្រួលនឹងដក2ដក6ចែកដក2នៅសល់3 E1 បាទដក4ចែកនឹងដក2បាននៅសល់ 2E2 បាទ24ចែកនឹងដក2បានដក12បោះមួយអង្គទី2មកបាន12បាទខ្ញុំទុកវាជាសមីការទី2បាទហើយមួយទៀតគឺខ្ញុំអនុវត្តច្បាប់គីឆោបាទការ VL បាទចំពោះតង់ស្យុងក្នុងលូបបាទចំពោះលុបទី2បាទ
ច្បាប់តង់សុងចំពោះលុបទី2បាទនេះគឺផ្នែកខាងក្រោមនេះបាទផ្នែកខាងក្រោមខ្ញុំយកតង់សុងវាគឺបាទខ្ញុំយកតាមទិសដៅតង់សុងវិជ្ជមានរបស់តង់សុង10 V នេះគឺពីបងបដកយកបែបនេះមកបាទនេះខ្ញុំយក L2 បាទអញ្ចឹងគឺ10 V នេះគឺវិជ្ជមានអញ្ចឹង10បាទមកប៉ះជាមួយនឹង air 2 Ωនេះ2 Ω របស់វាខាងនេះគឺគោលដកអញ្ចឹងគឺដកតង់សុងរបស់វា2គុណនឹង e របស់វាគឺ e3 ដក 2e3 ហើយមកប៉ះជាមួយនឹង e6 Ωនេះ e6 Ωហ្នឹងគឺដក 6e1 ដក 6e1 បាទដាក់ឲ្យវាស្មើ0បាទឥឡូវខ្ញុំសម្រួលនឹងដក2បាទអញ្ចឹងដក6ចែកនឹងដក2នៅសល់ 3e1 បាទនេះដក2ចែកដក2នៅសល់1អញ្ចឹងបូក 1e3 បាទហើយដក10ចែកបាទ10ចែកនឹងដក2នៅសល់ដក5បញ្ជូនអង្គទី2ស្មើ5បាទនេះគឺជា e3 កន្លែងនេះ e3 ប៉ុន្តែ e3 នៅក្នុងសមីការមួយរបស់យើងនេះ e3 គឺស្មើ e1 បូក e2 អញ្ចឹងកន្លែងនេះជំនួសដោយ e1 បូក e2 បាទអញ្ចឹង 3e1 បូកកន្លែង e3 នេះគឺ e1 បូកនឹង e2 បាទស្មើនឹង5បាទខ្ញុំលុបវងកញ្ចក់ចេញបូកចូលគ្នាបាទ 3e1 បូក 1e1 នេះគឺបាន 4e1 បូកនឹង e2 បាទស្មើ5បាទជាសមីការទី3បាទបន្តមកទៀតយើងផ្គុំសមីការ2និងសមីការ3យើងបានទៅជាប្រព័ន្ធសមីការអូខេអញ្ចឹងឥឡូវខ្ញុំផ្គុំសមីការ2និងសមីការ3បាទសមីការ2គឺ 3e1 បូកនឹង 2e2 ស្មើ12បាទនេះសមីការ2និងសមីការ3នោះគឺ 4e1 បូក e2 ស្មើ5នេះសមីការទី3បាទអញ្ចឹងយើងបានវាទៅជាប្រព័ន្ធបាទខ្ញុំដោះស្រាយតាមវិធីបំបត្តិដោយបូកបាទខ្ញុំគុណនឹងដក2បាទអញ្ចឹងនេះបានដក8 3ដក8នៅសល់ដក5 e1 អានេះគុណមកបានដក2 2ដក2អស់នេះគុណមកបានដក10 12ដក10នៅសល់2អញ្ចឹង e1 វាស្មើ2ចែកនឹងដក5ស្មើដក 0.4 អំពែបាទចំនួនក្នុងសមីការ3បាទអញ្ចឹងសមីការ3របស់យើងគឺ e2 បាទអញ្ចឹង e2 យើងវាស្មើនឹងបាទនេះជូនវាមកអង្គទី2មកបាន5ដក 4e1 វាស្មើ5ដក4គុណនឹងដក 0.4 បាន5ដកគុណដកបានបូក4 4ដង16 1.6 បាន 6.6 អំពែបាទតមកទៀតយើងត្រូវរក e3 បាទអញ្ចឹង e3 គឺវាស្មើ e1 បូក e2 បាទ e1 យើងរកឃើញគឺដក 0.4 អំពែបូកនឹង e2 គឺ 6.6 អំពែបូកចូលគ្នាមកបាននៅសល់ 6.2 អំពែបាទអូខេអញ្ចឹងដូចនេះបាទ e1 គឺស្មើដក 0.4 អំពែ e2 ស្មើ 6.6 អំពែបាទនឹង e3 បាទគឺវាស្មើនឹង 6.2 អំពែបាទនេះជាចម្លើយបាទខុសត្រូវត្រង់ណាសូមលោកគ្រូអ្នកគ្រូជួយឲ្យយោបល់និងកែសម្រួលទាំងអស់គ្នាបាទសូមអរគុណ